នៅពេលដែលជីវិតជួបព្យុះភ្លៀងអ៊ូអាប់និងរងសម្ពាធយ៉ាងធ្ងន់ធ្ងរចូលអ្នកចងចាំថានោះមិនមែនជាចុងបញ្ចប់ឡើយចូលអ្នកកុំអនុញ្ញាតឲ្យភាពអស់សង្ឃឹមចូលមកគ្រោះដំណប់ក្នុងគ្រាបរាជ័យនឹងឈឺចាប់ទាំងនោះឲ្យសោះតាមការពិតជីវិតគឺកំពុងតែបង្រៀនអ្នកកំពុងតែកែច្នៃអ្នកឲ្យក្លាយទៅជាមនុស្សដែលមានភាពរឹងមាំជាងមុនមានភាពធន់ជាងមុនចូលអ្នកទទួលយកការលំបាកនិងការតស៊ូទាំងនេះព្រោះវាមិនមែនជាការដាក់ទណ្ឌកម្មនោះទេតែជាការផ្លាស់ប្ដូរឲ្យអ្នកក្លាយទៅជាមនុស្សខ្លាំងពូកែជាងមុនមួយកម្រិតទៀតដំណក់ទឹកភ្នែកញើសឈាមនីមួយៗគឺជាជំហានឆ្ពោះទៅរកការចាប់កំណើតថ្មីរបស់អ្នកការតស៊ូជាមួយនឹងបញ្ហាពុំបានកំទេចក្តីសុបិនរបស់អ្នកឡើយតែវាបានបង្កើតអ្នកថ្មីមួយទៀតដែលខ្លាំងពូកែជាងមុនដូច្នេះចូលអ្នកកុំរត់គេចបញ្ហាប្រឈមដែលនៅខាងមុខចូលដើរឆ្លងកាត់វាទៅពីព្រោះនៅក្នុងរាល់ការតស៊ូទាំងអស់នឹងធ្វើឲ្យអ្នកក្លាយទៅជាមនុស្សថ្មីម្នាក់ដែលល្អជាងមុនខ្លាំងពូកែជាងមុននិងរឹងមាំជាងមុន